การនៅពីក្មេងបងប្អូនមុខម្ហូបបែបណាក៏ញ៉ាំបានមិនថាឆាស្ងោរជៀនអីទេជាពិសេសមុខម្ហូបដែលមានសាច់ច្រើនប៉ុន្តែដល់ពេលអាយុច្រើនចេះបងប្អូននៅភាគច្រើនគឺញ៉ាំបានតែមុខម្ហូបណាដែលមានរសជាតិរៀងជូរជូរអីចឹងហើយនេះខ្ញុំដូចជាធ្វើសម្លម្ជូររៀងញឹកញាប់តិចទៅតាមបងប្អូនដែលគាត់ស្គាល់ផេករបស់ខ្ញុំមែនទេបងប្អូនចឹងហើយហ្នឹងនេះខ្ញុំមកស្លម្ជូរតកួនជាមួយនឹងត្រីពោប៉ុន្តែអត់បានបុកគ្រឿងមកឲ្យជូនបងប្អូនទស្សនាបងប្អូនដឹងហើយគ្រឿងស្លម្ជូរយើងមានអីណែក្រៅពីល្មៀតដេងជាមួយនឹងចាខ្ទឹមចាជាមួយនឹងដាក់ប្រហុកដាក់អីនឹងពេលលីងគ្រឿងឈ្ងុយហើយដាក់ត្រីរបស់យើងពេលដាក់ភ្លាមយើងកូរវាឲ្យសព្វមួយគ្រឿងបងប្អូនប៉ុន្តែពេលដែលត្រីយើងចាប់ផ្ដើមរៀងផុយតិចហើយកុំពោកូរពេកតែកូរបែកសាច់អស់ហើយតបមកដាក់ទឹកដាក់ប៊ីចេងស្ករមកតាមរសជាតិបងប្អូនចង់បានណាចាពេលដាក់រួចរាល់ហើយហ្នឹងយើងចាប់ផ្ដើមបិទចាគ្រប់ឆ្នាំងមកបើកភ្លើងមកពុះមកបង់តកួននេះនាងខ្ញុំប្រើតកួនស្រួយបងប្អូនអញ្ចឹងហើយយើងបង់មិនបាច់យូរពេកទេពេលបង់តកួនអីរួចរាល់ហើយយើងកូរវាត្រឡប់វាមកបងប្អូនអើយចាមិនបាច់យូរទេណាបងប្អូនតកួននេះពេលបង់យូរពេកក៏មិនឆ្ងាញ់ដែរហើយវាយើងបង់ឆាប់បិទភ្លើងខាប់អីថែមគ្រឿងអីទៀតក៏វាអត់កពុលដែរនាងខ្ញុំដាក់ពេញប៉ោះភាគច្រើនសឡម្ជូរគ្រឿងម្ជូរតកួនអីនាងខ្ញុំថែមពេញប៉ោះទៀតវាចាប់ជាតិបើបងប្អូនអត់ចេះញ៉ាំពេញប៉ោះទេមិនបាច់ដាក់ក៏បានដែរតែបងប្អូនអាចដាក់ទៅហើយនេះម្ទេសម៉ាឡេអញ្ចឹងណាចាបន្ទាប់មកយើងដាក់អំពិលទុំដាក់អីមកវាពុះបន្តិចគឺបិទភ្លើងមកបានហើយបងប្អូនចាប៉ុន្តែកុំភ្លេចដាក់របស់ចាបន្ថែមក្លិនទៀតបើសិនជាអត់មានមុខនឹងទេសម្រាប់មុខម្ហូបខ្មែរយើងនេះគឺវាអត់សូវឆ្ងាញ់ទេអញ្ចឹងហើយយើងដាក់ម្រះព្រៅហើយចាកូរត្រឡប់មកចាពេលកូរត្រឡប់អីរួចរាល់ហើយឆ្អិនចឹងពេលឆ្អិនហើយអីហើយហ្នឹងមិនបាច់ធ្វើអីទៀតទេដួសដាក់ចានហើយអង្គុយញ៉ាំមកចានិយាយទៅមុខម្ហូបខ្មែរយើងបើសិនជាយើងទៅនៅបរទេសទៅនៅស្រុកណាមថាអ្នកទៅជប៉ុនកូរ៉េចិនអីណាណីទេគឺនៅតែនឹកឃ្លានម្ហូបខ្មែរហ្នឹងឯងដោយសារមុខម្ហូបខ្មែរយើងវាសម្បូរបែបច្រើនវាអត់ដូចតែមួយមុខទេមុខម្ហូបបរទេសខ្លះគឺអត់សូវមានច្រើនមុខទេវាមានដូចជាបើថាសាច់អាំងអញ្ចឹងណាព្រោះសាច់អាំងនៅលើពិភពលោកប្រទេសណាក៏មានដែរមែនទេបើថាឆាអញ្ចឹងទៅស្ងោរប៉ុន្តែស្រុកខ្មែរយើងវាមានសម្លច្រើនមុខដូចជាម្ជូរគ្រឿងម្ជូរតកួនម្ជូរធម្មតាម្ជូរអីចឹងណាចាអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងឯងតើបងប្អូនមកអញ្ជើញហូបមួយនាងខ្ញុំសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងឯងមកញ៉ាំបាយស្លម្ជូរគ្រឿងតកួនជាមួយត្រីពោមួយនេះរៀងហូបមុខម្ហូបខ្មែរទៅវារៀងចូលក្រាន់វាឆ្ងាញ់ណាវីដេអូហ្នឹងតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនបាយបាយ